គេថាបើចង់មានឲ្យដាំតារ៉េនិងចន្ទទីនៅស្រុកខ្ញុំនាំគ្នាកាប់ដើមចន្ទទីមកដាំម្នាស់ហេតុអីបានជាអញ្ចឹងមិនមែនដោយសារតែម្នាស់ថ្លៃចន្ទទីថោកឬក៏អត់មានទីផ្សារនោះទេគ្រប់យ៉ាងវាសុទ្ធតែមានហេតុមានផលអ្នកដាំចន្ទទីមិនប្រកាសថាល្អជាងអ្នកដាំម្នាស់ហើយអ្នកដាំដំណាំម្នាស់ក៏មិនប្រកាសថាល្អគ្រាន់បើជាងអ្នកដាំចន្ទទីទេដំណាំអីក៏ដោយឲ្យតែមានទីផ្សារឲ្យតែមានតម្រូវការគឺល្អដូចគ្នានៅតំបន់បងប្អូនដីអំណោយផលទៅលើដំណាំចន្ទទីមានតម្រូវការទៅលើចន្ទទីច្រើនកសិករប្រកាសជានាំគ្នាដាំចន្ទទីគ្រប់គ្នាងាកទៅនេះក៏ចន្ទទីងាកទៅនោះក៏ចន្ទទីមើលទៅណាក៏ឃើញតែចកាចន្ទទីដែរនៅតំបន់ហ្នឹងគឺបើក Facebook មកឃើញតែចន្ទទីតែម្ដងក៏លេចមកមើលប៉ែកខាងខ្ញុំវិញដំណាំម្នាស់ដោយសារតែនៅខាងយើងពេញនិយមទៅលើដំណាំម្នាស់មានអ្នកបច្ចេកទេសដែលអាចធ្វើបានសូមជម្រាបថាដំណាំម្នាស់នេះបើអត់មានបច្ចេកទេសទេអត់ចេះធ្វើទេដែលមកហើយខ្ញុំហ៊ានធានាថាដឹងតែចោលតែម្ដងប៉ុន្តែពួកយើងអាចធ្វើបានបងប្អូនអាចមានឱកាសឃើញចន្ទទីគ្រប់ខេត្តគ្រប់ស្រុកប៉ុន្តែបងប្អូនមិនអាចមានឱកាសឃើញដំណាំម្នាស់គ្រប់ខេត្តគ្រប់ស្រុកទេសូម្បីតែបច្ចុប្បន្ននេះនៅខេត្តបាត់ដំបងយើងមានដំណាំម្នាស់តែ3ស្រុកទេគឺមានស្រុករុក្ខគិរីស្រុកមោរុស័យហើយនិងស្រុកកោះកឡនៅតាមបណ្ដាស្រុកផ្សេងៗគឺដូចជាមិនទាន់មានដាំច្រើនទេហើយនៅតាមបណ្ដាខេត្តផ្សេងៗមួយចំនួនក៏មានដែរក៏ប៉ុន្តែវាមិនទាន់មានច្រើនឬក៏មានគ្រប់ស្រុកតែម្ដងនោះទេអញ្ចឹងហើយបាននៅស្រុកខ្ញុំនេះគឺសម្បូរទៅដោយដំណាំម្នាស់ច្រើនមែនទែនរាប់រយហិកតាបើក Facebook មកឃើញដំណាំម្នាស់ពេលខ្លះយើងដាំហើយយើងផុសយើងបង្ហាញគេថាយើងអួតទៀតហើយបើយើងមិនអួតទេសួរថាពីណាគេឃើញពីណាគេស្គាល់សូម្បីតែអ្នកលក់អនឡាញសូម្បីតែក្រុមហ៊ុនធំគេលក់ផលិតផលក៏គេនៅតែជួលតារាជួលមនុស្សឲ្យតែផ្សព្វផ្សាយបង្ហាញបង្អួតគេឈ្មោះឲ្យមានឈ្មោះបោះសម្លេងឲ្យគេស្គាល់ហើយចោះយើងបើមានហើយយើងមិនផ្សព្វផ្សាយសួរថាពីណាគេស្គាល់របស់យើងបងប្អូនអញ្ចឹងខ្ញុំខំធ្វើ page ខ្ញុំខំធ្វើវីដេអូដើម្បីអីដើម្បីឲ្យគេស្គាល់ដើម្បីឲ្យគេឃើញដល់តែពេលយើងធ្វើគេថាយើងអួតគេថាបើមានតារ៉េននឹងផុសមិនបងប្អូនមានតារ៉េនបងប្អូនផុសតារ៉េនទៅបងប្អូនមានចន្ទទីបងប្អូនផុសចន្ទទីទៅបងប្អូនមានម្នាស់ផុសម្នាស់ទៅអ្នកណាដាំអីធ្វើនឹងទៅបងប្អូនកុំទៅខ្វល់ពេលខ្លះយើងពិបាកនិយាយបងប្អូនអើយហើយយើងផ្សព្វផ្សាយគេឃើញគេថាយើងនឹងអួតនេះវាទៅជាអញ្ចឹងបងប្អូនហើយបើយើងមិនអួតសួរតែពីណាគេឃើញរបស់យើងពីណាគេស្គាល់របស់យើងពីណាគេដឹងពីផលិតផលយើងនៅតំបន់យើងខ្ញុំខំប្រឹងផ្សព្វផ្សាយខ្ញុំខំប្រឹងបង្ហាញប៉ុណ្ណឹងហើយបែរជាមានគេនិយាយបែបនេះបងប្អូនពេលខ្លះយើងពិបាកដែរឥឡូវនេះគឺខ្ញុំកំពុងតែនៅចកាម្នាស់ខាងរបស់ខ្ញុំនេះមកកន្លែងពីរកន្លែងដែរខ្ញុំដាំបានពីរវគ្គដែរបងប្អូនអើយមានចាក់ផ្លែក៏មានបាញ់ថ្មក៏មានដាក់ជីហើយក៏មានទៅតែដាំវាបានតាមគេតាមឯខ្លះមិនច្រើនពេកទេប៉ុន្តែនៅខាងខ្ញុំនេះគឺមានតកែគេដាំច្រើនណាស៊ីសិន3កំពុងតែហាការនេះដល់ខ្មុំដល់ហើយដើរអត់ទៅហ៊ានចូលមើលបើហាច់ខ្មុំតិចអានឈើនោះអត់ដល់ហ្នឹងទេដល់តាមពាក់កណ្ដាលអាខាងមុខរបស់ម៉ែវគ្គនេះប្រហែលជា10ស្អាតជាងតាមមុន